ខ្ញុំថ្ងៃមុនបេះពាក់កណ្ដាលនៅពាក់កណ្ដាលទៀតអត់តន់កាត់ទេព្រោះអត់តន់មានតម្រូវការក្នុងការញ៉ាំនេះសម្រាប់បងប្អូនខ្លះគាត់ចង់ដឹងថាអាសរសៃដូងនេះយកមកដាក់ជំនួយអីអញ្ចឹងណាចាជំនួយអីបងប្អូនអាហ្នឹងវាជាសរសៃដែលវាចេញពីការកិនសម្បកដូងណាដែលវាមានលបាយវាចេញជាសរសៃអញ្ចឹងនៅពេលដែលវាអាភាពម៉ត់ល្អិតដែលខ្ញុំយកទៅធ្វើជាសកៃដូងម៉ត់ដើម្បីយកទៅលាយជាមួយដីដាំដំណាំហ្នឹងវាបន្សល់ទុកអាសរសៃបែបនេះដែលយើងអត់យកទេអត់យកចូលទៅក្នុងអាលបាយដែលយើងយកទៅលាយជាមួយនឹងដីដាំកូនដំណាំទេអញ្ចឹងណាអញ្ចឹងសួរមានប្រយោជន៍អីទៀតអត់មានដោយសារនេះយើងយកមកគ្របគល់ដំណាំអញ្ចឹងឯងបងប្អូនចាគល់ដំណាំទី1គឺវាជួយរក្សាសំណើមពេលដែលយើងស្រោចទឹកដំណាំយើងណាគឺវាអត់ធ្វើឲ្យដំណាំយើងហ្នឹងងាយឆាប់ស្ងួតដីទេអញ្ចឹងវារក្សាវាក្របណាចាវាក្របនេះវាក្របដីខាងក្រោមហ្នឹងឲ្យមានសំណើមបានល្អហើយមួយទៀតគឺរក្សាជួយកាត់បន្ថយការដុះកូនស្មៅចាវាដុះតែវាមានចំនួនតិចអញ្ចឹងណាព្រោះយើងក្របអញ្ចឹងទៅអត់សូវមានស្មៅដុះទេចាហើយទី3ទៀតគឺការពារដំណាំរបស់យើងពេលដែលបាញ់ទឹកស្រោចទឹកទៅវាអត់ប្រឡាក់ដីវាអត់ខ្ទាតដីមកចាឃើញអត់បងប្អូននេះវាអត់ខ្ទាតទេស្អាតហ្មងណាគល់ដំណាំស្ពៃយើងយកទៅលាងដដែលទេប៉ុន្តែបើសិនជាយើងអត់មានគ្របគល់ដំណាំបែបហ្នឹងទេគឺដីដែលយើងស្រោចទឹកទៅវាខ្ទាតជាប់ប្រឡាក់ជាមួយនឹងបន្លែយើងហើយជួនកាលវាអាចធ្វើឲ្យបន្លែយើងរលួយទៀតអញ្ចឹងសកៃដូងមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនបន្ទាប់ពីចម្រាញ់ចេញពីសកៃដូងម៉ត់ជាលបាយម៉ត់ដើម្បីលាយគល់ដំណាំលាយសម្រាប់ដីដាំដំណាំយើងហើយវាអាចយកសរសៃហ្នឹងយកមកគ្របគល់ដំណាំចឹងបានទៀតបងប្អូនចឹងបងប្អូនកុំភ្លេចយើងដាំបន្លែញ៉ាំទាំងអស់គ្នាអានេះខ្ញុំកាត់ថ្ងៃមុនណាញ៉ាំបន្លែទាំងអស់ដាំបន្លែញ៉ាំទាំងអស់គ្នាដើម្បីសុខភាពគ្រួសារយើង